ឡាការអន្តរជាតិ ICJ គឺបានទទួលពាក្យបណ្ដឹងពីកម្ពុជាហើយពាក់ព័ន្ធនឹងប្រាសាទតំបន់តូចតំបន់ធំប្រាសាទកោះកបីនិងតំបន់មុំបីហើយនៅក្នុងនោះតុលាការអន្តរជាតិក៏បានបញ្ជាក់ទៀតដែរថាបើសិនជាថៃព្រមចូលខ្លួននៅក្នុងការដោះស្រាយជាមួយតុលាការឬក៏មិនព្រមចូលខ្លួននៅក្នុងការដោះស្រាយទេគឺគេនឹងមានវិធានការផ្សេងមួយទៀតហើយបើសិនជាថៃហ៊ានតាវាយកម្ពុជាគឺថៃនឹងកាន់តែផុងខ្លួនខុសច្បាប់ជាមួយនឹងច្បាប់តុលាការហើយអ្វីដែលសំខាន់ប្រទេសគឺជាប្រទេសដែលជាមហាអំណាចគឺមានសិទ្ធិនៅក្នុងការជួយប្រទេសកម្ពុជាបានពាក់ព័ន្ធជាមួយនឹងប្រទេសដូចជាបារាំងឥណ្ឌូនេស៊ីម៉ាឡេស៊ីចិនគឺស្ថិតនៅក្នុងការជួយប្រទេសកម្ពុជាដោយមិនមានការរារាំងពីខាងតុលាការទេព្រោះប្រទេសទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាប្រទេសដែលចូលជាសមាជិកតុលាការអន្តរជាតិ ICJ នៅទីក្រុងប៉ារីសហើយបើសិនជាក្នុងករណីថៃនៅតែបន្តបំពានច្បាប់តុលាការអន្តរជាតិ ICJ នឹងទៀតគឺថៃនឹងបដូរពីរបបនាយករដ្ឋមន្ត្រីទៅជារបបការគ្រប់គ្រងបែបយោធាទៅវិញមួយវិញទៀតងាកទៅការបិទច្រកព្រំដែនលើប្រកាសថាបិទប្រហែលថ្ងៃអីចឹងទៅតែជាក់ស្ដែងបានមួយថ្ងៃសុំកម្ពុជាចរចាបើកច្រកព្រំដែនដើម្បីនាំអីវ៉ាន់ចេញសួរថានៅពេលដែលអ្នកឯងបិទច្រកព្រំដែននេះប្រជាជនអ្នកឯងព្យាយាមបាតកម្មបិទច្រកព្រំដែនបិទអីបិទសេដ្ឋកិច្ចកម្ពុជាបិទភ្លើងបិទចរន្តអគ្គិសនីបិទអីផ្សេងសួរថាអ្នកគេអ្នកខាតគឺអ្នកឯងអ្នកខាតព្រោះប្រទេសថៃត្រូវដឹងថាអត់មានអ្នក support ទេក្រៅពីប្រទេសកម្ពុជាគឺមានតែកម្ពុជាទេគឺ support ថៃខ្លាំងជាងគេក្រៅពីហ្នឹងគឺអត់មានទេហើយក៏មានមោទនភាពអំនួតពេកកម្ពុជាអត់ពីអ្នកឯងទៅគឺមានប្រទេសមួយទៀតដែលគឺជាប្រទេសចិនមហាអំណាចនៅក្នុងលក្ខណៈចូលលំដាប់ពិភពលោកហ្មងដែលរបស់អ្នកឯងមានត្រឹមតែ50%ត្រូវដឹងថាប្រទេសថៃគឺមានត្រឹមតែ50%ប្រទេសចិនមានរហូតដល់150%ហើយត្រូវដឹងថាប្រទេសផ្សេងគឺរបៀបថាគឺពឹងទៅលើចិនច្រើនណាពាក់ព័ន្ធនឹងសេដ្ឋកិច្ចមួយហ្នឹងណាសូម្បីតែប្រទេសអាមេរិកគឺពឹងទៅលើចិនសឹងថា90%ហ្មងរោងចក្រគឺនៅចិនទាំងអស់ហើយដល់ថ្នាក់ Donald Trump សូមចរចាជាមួយនឹងប្រធានាធិបតីស៊ូជីនពីងគេអត់លើកលេខទូរស័ព្ទ Donald Trump ផងអញ្ចឹងក៏មានអំណួតពេកហើយមួយវិញទៀតណាប្រទេសអ្នកឯងតវ៉ាប្រហែលថ្ងៃនេះទៅមុខស្ថានទូតខ្មែរនៅខាងប្រទេសថៃនេះតវ៉ាដែលរបៀបថាជនបរទេសដែលគេមើលមកអ្នកដែលគេធ្វើការធំដុំរបៀបនៅតាមបណ្ដាប្រទេសផ្សេងដែលគេមើលមកគេថាជាអូថៃពិតជាចង់បានទឹកដីខ្មែរពិតជាចង់បានប្រាសាទខ្មែរពិតជាចង់បានវត្ថុធាតុដើមពីខ្មែរពិតមែនដូចដែលប្រវត្តិសាស្ត្របានចារមកពិតមែនណារបៀបគេមើលមកសរុបសេចក្តីជារួមមកអញ្ចឹងកុំមោទនភាពលើខ្លួនឯងពេកផ្ទះលេខ2ហើយមួយទៀតអតីតមេប៉ូលីសថៃម្នាក់បានចេញផ្សារមកថាអញ្ចេះបើសិនជាវាយកម្ពុជាគឺត្រូវវាយឲ្យដល់ទីក្រុងភ្នំពេញអាហីអ្នកឯងបោះពាក្យសម្ដីមួយម៉ាត់ហ្នឹងមកគឺដូចរបៀបថាមើងងាយសមត្ថភាពប្រទេសខ្មែរម៉េះកុំគិតណាថាខ្មែរបើសិនជាធ្វើសង្គ្រាមត្រឹមខ្មែរនិងថៃខ្មែរដឹងតែឈ្នះអ្នកឯងបាត់ហើយបើសិនជាខ្មែរចាញ់សង្គ្រាមមែនណានៅមានប្រទេសមហាអំណាចប្រមាណប្រទេសប្រហែលជាខ្ទង់6ប្រទេសចាំជួយខ្មែរនៅពីក្រោយកុំខ្មើតកុំមោទនភាពកុំអំនួតនៅអ្វីដែលខ្លួនកំពុងមានព្រោះខ្លួនឯងរាល់ថ្ងៃនេះកំពុងតែដើរខុសច្បាប់តុលាការអន្តរជាតិស្រេចហើយអញ្ចឹងក៏មានអំនួតលើខ្លួនឯងពេកនៅមានម្នាក់ទៀតខាងអតីតយោធានឹងទៀតថាវាយនឹងវាយចូលដល់ក្រុងសៀមរាបយកប្រាសាទអង្គរវត្តពីខ្មែរណែនិយាយចេញមកគឺមើងងាយសមត្ថភាពខ្មែរហ្មងណាចង់និយាយថាបើសិនជាប្រទេសអ្នកឯង
យកប្រាសាទអង្គរវត្តបានមែនណាគឺយកបានតាំងពីប្រហែល100ឆ្នាំមុនណាដែលអ្នកឯងលើកតបមកច្រើនខ្លាំងមែនតើហើយកាលពីសម័យកាលមុនខ្មែរកំពុងតែធ្លាក់នៅខ្មែរវាយអ្នកឯងស្លាប់អស់តបអ្នកឯងមួយចំនួនហើយធ្វើឲ្យកូនអ្នកឯងត្រូវបាត់បង់អាយុជីវិតនៅក្នុងសម័យកាលដែលអ្នកឯងវាយយកប្រាសាទអង្គរវត្តនឹងទៀតណាត្រូវដឹងណាត្រូវដឹងថាបើសិនជាអ្នកឯងប្រងយកបានគឺយកបានតាំងពីប្រហែល100ឆ្នាំមុនណាមិនមែនឥឡូវហ្នឹងអ្នកឯងប្របោះពីសម្ដីប្រហែលម៉ាត់ហ្នឹងអាចយកបានប្រាសាទអង្គរវត្តគឺអត់ទេខ្មែរឥឡូវគឺមានអ្នកនៅពីក្រោយចាំជ្រុំជ្រែកច្រើនណាស់អញ្ចឹងកុំខ្មើពេកអាពាក្យសម្ដីទាំងអស់ហ្នឹងណានៅក្នុងវីដេអូខ្ញុំគឺមានតែប៉ុណ្្នេះអរគុណច្រើន